ប្រវត្តិប្រាសាទលាក់នាងប្រាសាទលាក់នាងក្នុងខេត្តសៀមរាបជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរមួយផ្សេងទៀតដែលសាងសង់ឡើងនៅក្នុងសតវត្សទី10ប្រាសាទលាក់នាងត្រូវបានកសាងឡើងអំពីឥតបែរមុខទៅទិសខាងកើតនៅភាគទី2នៃសតវត្សទី10ក្នុងឆ្នាំ960ដល់ព្រះបាទរាជាវរ្ម័នដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាប្រាសាទលាក់នាងមានទីតាំងស្ថិតនៅស្ទើរតែជាប់ប្រាសាទប្រែរូបផ្នែកខាងឦសានមានចម្ងាយប្រហែល100ម៉ែត្រនៅខាងកើតផ្លូវចូលទៅភូមិតាព្រៃមិនទាន់មានសិលាចារឹកណាមួយបញ្ជាក់ពីប្រវត្តិប្រាសាទនេះនៅឡើយទេតែបើយោងតាមស្ថាបត្យកម្មប្រាសាទនេះនិងប្រាសាទ3នៅខាងជើងភ្នំបាខែងគឺសាងសង់ក្នុងសម័យកាលតែមួយនិងទស្សនវិស័យដូចគ្នាទ្រង់ទ្រាយប្រាសាទលាក់នាងមានប្រាង្គ3សង់លើខ្លួនតែមួយប្រាង្គសងខាងបានបាក់រលំទាំងស្រុងនៅសល់តែប្រាង្គកណ្ដាលប៉ុណ្ណោះមានភាពល្អស្អាតផ្ទៃប្រាសាទមិនទាន់ឆ្លាក់ឲ្យរននោះទេបានត្រឹមជារាងដងធ្នូតែប៉ុណ្ណោះសសរពេជ្រគ្រប់ទិសទាំង4មានសភាពទ្រុឌទ្រោមព្រៃស្រាន់ទោះជាយ៉ាងណាក៏នៅតែរក្សាតួនាទីទ្រផ្ដែររកប្រាសាទដើម្បីបង្ហាញពីភាពរឹងមាំរបស់ខ្លួនបើយើងចូលមើលខាងក្នុងនៃប្រាង្គកណ្ដាលយើងនឹងឃើញភាពសោកសៅនៃការកោះកកាយលួចយកវត្ថុមានតម្លៃតម្រូលនឹងត្រូវបានយកឃើញពីប្រាសាទនិងបំផ្លាញខ្ចាត់ខ្ចាយជាដុំធំៗនៅក្បែរប្រាសាទ